ខ្ញុំបាទជាងលិនសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនដែលមានគម្រោងចង់សាងសង់ផ្ទះថ្ងៃនេះគឺជាថ្ងៃទី2ខែមេសាឆ្នាំ2025ក្រុមជាងលិនរបស់យើងខ្ញុំបានបញ្ចប់គម្រោងសាងសង់ផ្ទះវិឡាទឿមួយកន្លែងជូនអតិថិជនរួច 100% ដែលមានទីតាំងស្ថិតនៅក្នុងភូមិពោពីដើមឃុំរហាត់ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យផ្ទះនេះមានទំហំតួផ្ទះទទឹង7និងបណ្ដោយ12ម៉ែត្របូករួមទាំងវេរ៉ង់ដាខាងមុខ2ម៉ែត្រទៀតគឺមានបណ្ដោយ14ម៉ែត្រជញ្ជាំងឥដ្ឋ20ចុងក្រៅដែលមានបន្ទប់គេង3បន្ទប់ទឹក2ផ្ទះបាយ1កន្លែងទទួលភ្ញៀវ1និងស្តែនទឹក1ម៉ៅផ្ដាច់ទាំងសម្ភារៈនិងពលកម្មតម្លៃ 41,500 ម្ចាស់ចាំតែកាន់សោចូលរស់នៅតែម្ដងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ពុកម៉ែបងប្អូនអាចតាក់ទងមកខ្ញុំបាទផ្ទាល់ជាងលិនតាមเพจជាងលិនម៉ៅការសាងសង់ផ្ទះឬលេខទូរស័ព្ទ3ខ្សែដែលខ្ញុំបានដាក់ខាងលើក្រុមជាងលិនរបស់យើងខ្ញុំមានទទួលម៉ៅការសាងសង់ផ្ទះ25ខេត្តក្រុងតាក់ទងទៅលើការប្រើប្រាស់សម្ភារៈនៃគ្រឿងបង្គុំសំណង់ផ្ទះនេះទាំងមូលពុកម៉ែបងប្អូនអាចមើលខាងលើវីដេអូរបស់ខ្ញុំបាទនឹងសរសេរលម្អិតតាក់ទងទៅលើការប្រើប្រាស់សម្ភារៈនៃគ្រឿងបង្គុំសំណង់ផ្ទះនេះទាំងមូលតែម្ដងក្រុមជាងលិនរបស់យើងខ្ញុំមានលេខទូរស័ព្ទតែ3ខ្សែនិងเพจជាងលិនម៉ៅការសាងសង់ផ្ទះនេះតែមួយគត់បើសិនជាមានលេខផ្សេងឬเพจផ្សេងតាក់ទងទៅបងប្អូននោះមិនមែនជាក្រុមការងាររបស់យើងខ្ញុំឡើយពេលវេលាបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស័យដោយនិស័យឬកម្មពីព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងស្រឡាញ់អូនទាំងបងមិនមានបំណងស្នេហានេះគឺអូនបងរៀនរូបបងអូនចងចាំពេលវេលាទោះជាគ្រាស្របំប្រងអូននឹងបងបានចងក្រងក្តីស្នេហាពិតរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាងស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់បណ្ដោយវេលាបងខ្លាចជាមនុស្សម្នាក់ចេះគិតស្នេហាពិតស្គាល់ជីវិតពេលស្គាល់រូបអូនអរគុណបងដែលព្រមស្រឡាញ់អូនព្រោះរូបអូនបងលែងមើលងាយក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិតព្រមលីខិតមិនអាណិនទេពេលវេលានៅក្បែរគ្នាមានកំណត់វេលាបណ្ដាលឲ្យយើងបានជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស័យដោយនិស័យឬកម្មពីព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាងស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់ដែលអស់សង្ឃឹមខំញញឹមរកនៃជីវិតស្នេហាពិតរំភើបចិត្តពេលស្គាល់រូបបងពេលវេលាបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស័យដោយនិស័យឬកម្មពីព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាងស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់ដែលអស់សង្ឃឹម
ស្គាល់រូបបង អរគុណអូនដែលព្រមស្រឡាញ់រូបបង អរគុណបងធ្វើឲ្យអូនស្គាល់ក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិតព្រមលីខិតមិនអាណិតទេ ពេលវេលានៅក្បែរគ្នាគឺមានកំណត់ ពេលវេលាបណ្ដាលឲ្យយើងជួបគ្នា ពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នា ដោយចៃដន្យឬនិស័យដោយនិស័យឬកម្មពីព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផង ស្រឡាញ់អូនទាំងបងមិនមានបំណងស្នេហានេះគឺអូនបងរៀនរូបបង អូនចងចាំពេលវេលា ទោះជាគ្រាស្របំប្រង អូននឹងបងបានចងក្រងក្តីស្នេហាពិតរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិត ពីមនុស្សម្នាក់បណ្ដោយវេលាបងខ្លាចជាមនុស្សម្នាក់ចេះគិតស្នេហាពិតស្គាល់ជីវិតពេលស្គាល់រូបបង អរគុណបងដែលព្រមស្រឡាញ់អូន ព្រោះរូបអូនបងលែងមើលងាយក្តីស្នេហ៍ ស្នេហ៍ពួកយើងជាស្នេហ៍ពិតព្រមលីខិតមិនអាណិតទេ ពេលវេលានៅក្បែរគ្នាមានកំណត់ ពេលវេលាបណ្ដាលឲ្យយើងជួបគ្នា ពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នា ដោយចៃដន្យឬនិស័យដោយនិស័យឬកម្មពីព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផង ស្រឡាញ់អូនទាំងបងមិនមានបំណងស្នេហានេះគឺអូនបងរៀនរូបបង អូនចងចាំពេលវេលា ទោះជាគ្រាស្របំប្រង អូននឹងបងបានចងក្រងក្តីស្នេហាពិត